ngày đấy nhưng trong trái chu nâu cả bằng hai mũi tẹt tông từ năng cây gia sắp pi sầm căn khăn ở trong cây sa bà ràng cây gia sắp tầm pi nó cứ miền mũi mũi ẹt nó miền này thằng miền bởi vì pra về chia thom đá miền này thằng miền ẹt miền này thằng cứ rồi cả chia năng cái giấy chia tôi tao cứ pra cây gia sắp tầm pi năng chả đầm non ở trong cây sa bà ràng phần đà lâu muốn nằm tàu lồng ắtនៅក្នុងណាគេយ៉ាសត្វទាំងពីរហ្នឹងត្រូវដឹងពីមនុស្សដែលនិយាយគ្នាហ្នឹងតើមនុស្សណាយើងចាត់ថាជាមនុស្សទី1ទី2ទី3ឥឡូវខ្ញុំសូមប្រាប់ថាមនុស្សដែលជាមនុស្សយើងហាក់គិតថាជាមនុស្សទី1ហ្នឹងគឺជាមនុស្សដែលផ្ដើមនិយាយដល់តែមនុស្សដែលទី2ហ្នឹងគឺជាមនុស្សដែលគេនិយាយសម្ដៅមានន័យថាឧបមាថាខ្ញុំអ្នកនិយាយនេះគឺខ្ញុំហ្នឹងជាមនុស្សទី1ហើយដល់ពេលមនុស្សទី2ខ្ញុំនិយាយទៅសម្ដៅបើមនុស្សសន្ទនាគ្នាពីរនាក់ហ្នឹងអ្នកដែលនិយាយមុនហ្នឹងគឺ je ប្រើពាក្យ je ដល់ទៅពេលមនុស្សទី2គឺ tu ឬក៏ vous ចុះដល់ពេលមនុស្សទី3មានន័យថាមនុស្សដែលយើងនិយាយអំពីគឺយើងប្រើ il ហ្នឹងគាត់ឬក៏វាហើយបើអានេះខ្ញុំ je ខ្ញុំដល់ tu ឯងហើយឬក៏ឯងចឹងបើយល់ថាមនុស្សទី1ឥឡូវជាភាសាបារាំង première personne deuxième personne troisième personne មនុស្សទី1មនុស្សទី2មនុស្សទី3នៅក្នុងភាសាវេយ្យាករណ៍គេប្រើថាពុរិស័កទី1ពុរិស័កទី2ពុរិស័កទី3មកពីនិយាយថាហ្នឹងជាភាសាបាលីប៉ុន្តែឥឡូវយើងគិតថាបរោះទី1ពុរិស័កបរោះទី1គឺជាបរោះដែលចាប់ផ្ដើមនិយាយហើយបរោះទី2ហ្នឹងគឺជាបរោះដែលយើងនិយាយសម្ដៅដល់បរោះទី3គឺជាអ្នកដែលយើងនិយាយអំពីអញ្ចឹងឧទាហរណ៍ដូចនៅក្នុង verb avoir ហ្នឹងយើងអត់និយាយថា je avoir គេអត់និយាយចឹងបារាំងអត់ដែលមានណានិយាយចឹងគឺនិយាយចឹងគឺខុសមកហើយគេស្ដាប់អត់បានទៀតប៉ុន្តែកាលណាគេមកបើសិនជា je ហ្នឹងចង់និយាយយកប្រើពាក្យហ្នឹងយកមកប្រើត្រូវបំបែកពាក្យហ្នឹងទៅវាអត់ដូចខ្មែរថាមានខ្ញុំមានកូន3ខ្ញុំមានកូន1ខ្ញុំមានប្រពន្ធខ្ញុំមានលុយ500រៀលអាហ្នឹងខ្ញុំមានយើងនិយាយចឹងមានហ្នឹងអត់បាច់ខ្វល់ទេនិយាយយកតែម្ដងដល់ប្រាំងវាមានអាហ្នឹងហើយត្រូវបំបែកទៀតតែកាលណានិយាយថាខ្ញុំចឹងត្រូវថាអញ្ចេះដល់ពេលទុយត្រូវថាអញ្ចេះដល់ពេល il ត្រូវថាអញ្ចេះវាប្របាក់អាកន្លែងទៅហ្នឹងដែលគេត្រូវរៀនអញ្ចឹងបើ première personne ហ្នឹងនិយាយ je ចង់ប្រើពាក្យហ្នឹងគេត្រូវប្រើថា je អត់ ze ខ្មែរយើងថា je ហ្នឹងអត់កើតនាំគ្នាថា ze គេស្ដាប់អត់បានទេតើតែ je ដល់ពេល tu a កុំខ្វល់រឿង s នេះអត់មានប្រកបទេគឺ a ទៅទេចឹងមក tu a il la la ហ្នឹងដោយសារ l នេះគេយកភ្ជាប់គ្នាទៅ il la តាមពិត il a ប៉ុន្តែគេមិនដែលនិយាយ il a ចឹង il la j'ai 50 ans ខ្ញុំអាយុ50 j'ai 55 ans j'ai 55 ans j'ai 55 ans ខ្ញុំអាយុ55 tu as 30 ans ឯងអាយុ30ឆ្នាំ
អាហ្នឹងដូចថាមានអាយុចង់និយាយចឹងដល់ពេលគាត់វិញគាត់អាយុ70ឆ្នាំ il a 70 ans il a 70 ans គាត់អាយុ70ឆ្នាំឥឡូវមកដល់វគ្គ être ពេលនិយាយនៅក្នុង je នៅក្នុង première personne អត់អាចនិយាយថា je être អត់ទេគេនិយាយចឹងទេចឹងបើកាលណាយើងប្រើពាក្យ je នេះនៅក្នុងវគ្គ être ត្រូវនិយាយថា je suis je suis professeur je suis élève ប៉ុន្តែដល់ពេល je suis élève គេមានអក្សរ s នៅជាប់កន្ទុយហ្នឹងត្រូវយកវាភ្ជាប់ទៅ je suis élève je suis professeur ដល់ពេល tu es il est ឃើញទេអញ្ចឹងនៅក្នុង verbe avoir យើងត្រូវនិយាយ première personne j'ai deuxième personne tu as troisième personne il a dans le verbe être je suis tu es il est je suis étudiant ខ្ញុំជានិស្សិត tu es étudiant il est étudiant ឃើញទេអញ្ចឹងកាលណា verbe avoir j'ai deuxième personne tu es tu as troisième personne il a ដល់ពេល verbe être je suis tu es il est វាពិបាកអញ្ចឹងប៉ុន្តែគេត្រូវរៀនប៉ុន្តែកាលណារៀនបានបន្តិចទៅនិយាយទៅអាមាត់ហ្នឹងវាទាញទៅត្រូវតែម្ដងតែតើរៀនបន្តិចសិនបានអាចនិយាយទៅត្រូវតែម្ដងអរគុណហើយសូមបង្ហាញតែប៉ុណ្ណឹង